បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទសូមថ្ងៃនេះខ្ញុំបាទសូមធ្វើការណែនាំពីរបៀបសម្អាតកុំព្យូទ័ររបស់យើងដើម្បីឲ្យមានភាពងាយស្រួលក៏ដូចជាភាពមានភាពដើរលឿនជាងមុននៅពេលដែលកុំព្យូទ័ររបស់យើងដើរយឺតឬកុំព្យូទ័ររបស់យើងមានបញ្ហារាងគាំងហើយយើងត្រូវការសម្អាតឬក៏ត្រូវការclean សម្អាតវាឲ្យស្អាតនោះអញ្ចឹងបងប្អូនយើងមានវិធីរហូតដល់2ចំណុចរហូតដល់3ចំណុចទេបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញពីចំណុចទី1អញ្ចឹងដើម្បីចូលទៅសម្អាតកុំព្យូទ័របានស្អាតបានបងប្អូនត្រូវស្គាល់ពាក្យនេះរូប Windows នៅលើ keyboard ណាបងប្អូនរូប Windows នៅលើ keyboard ដែលមានរូប Windows អញ្ចឹងណាបងប្អូននៅក្នុង keyboard របស់យើងមានរូប Windows អញ្ចឹងមួយនៅលើ keyboard កុំព្យូទ័ររបស់យើងអញ្ចឹងបងប្អូនចុចនៅលើ keyboard ហ្នឹងមកមិនចុចនៅលើ keyboard ហ្នឹងមកទុកចុចឲ្យជាប់ហើយចុចនឹងពាក្យ OR បាទ OR ព្រោះវាមិនឃើញចេះបងប្អូនណាឃើញអញ្ចឹងឃើញពាក្យហ្នឹងបងប្អូនអត់ឃើញទេបងប្អូនអាចវាយមកបងប្អូនអាចវាយពាក្យ T M T E M P អញ្ចឹងណាបងប្អូនវាយពាក្យអញ្ចឹងមកឬហើយបងប្អូនអូខេវាអូខេបាទណាអូខេដោយសារខ្ញុំធ្លាប់សម្អាតម្ដងហើយអញ្ចឹងហើយវាអត់ចេញច្រើនទេវាចេញតែប៉ុណ្ណេះទេណាបងប្អូនហ្នឹងដោយសារខ្ញុំធ្លាប់សម្អាតហើយទៅពេលបងប្អូនចុចរួចហើយបងប្អូនអាចអូសលុបចេះក៏បានឬក៏បងប្អូនអាចចុចតែមួយ Control A មកក៏បាន select all អាហ្នឹងគេហៅថា select all ណាបងប្អូន select all គឺឲ្យបងប្អូនយកពាក្យ delete លើ key ក៏បានបាទបើមិនចង់ delete លើ key ទេបងប្អូនប្រើ mouse ក៏បានហើយយើងប្រើ mouse ដាក់លើវាមួយមកហើយ mouse ស្ដាំមួយមកប៉ាក់មកគឺវានឹងឃើញពាក្យ delete នេះបាទណា delete ហ្នឹងមកបងប្អូនយកពាក្យ delete ហ្នឹងទៅតែបើអត់ទេបងប្អូនអាចប្រើ select all ហើយបងប្អូនយកពាក្យ delete លើ key បាទពាក្យ delete លើ key វាហើយបងប្អូន select all មកនៅពេលបងប្អូន select all រួចហើយយកពាក្យ delete ដោយសារ file ខ្ញុំធ្លាប់លុបម្ដងហើយអញ្ចឹងនៅសល់ file មានន័យថាយើងកាលណាលុបវាអត់អស់ file ទាំងស្រុងទេអញ្ចឹងវានៅ file ខ្លះវាមានប្រយោជន៍អញ្ចឹងបងប្អូន select all ហើយពេលដែល delete ហើយវាចេញហើយយកពាក្យ skip មកបាទ skip វាមកបាទហ្នឹងអស់ហើយបាទហ្នឹងវិធីទី1វិធីទី2បងប្អូនចុចដូចគ្នាដែររូប Windows អក្សរ O បាទរួចហើយបងប្អូនយកពាក្យprefix អញ្ចឹងខ្ញុំអត់មានទេខ្ញុំវាយបាទណាខ្ញុំវាយ P O E F E T C H បងប្អូនវាយពាក្យហ្នឹងរួចហើយបងប្អូនអូខេវាមកបាទរួចហើយ continue វាទៅបាទនេះបងប្អូនណានេះជា file ដែលយើងត្រូវសម្អាតចោលបាទជា file យើងត្រូវសម្អាតចោលច្រើនណាបងប្អូនខ្ញុំអត់ដែលបានសម្អាតនឹងខានយូរអញ្ចឹងខ្ញុំប្រើ control A មានន័យថា select all បាទរួចហើយ delete បាទ delete អញ្ចឹង delete វាបន្តបងប្អូននេះឃើញ386មេរួចហើយបងប្អូនចុចនេះពាក្យ do this for all children item អញ្ចឹងបងប្អូន select មកហើយយកពាក្យ skip មានន័យថា file ដែលសល់ហ្នឹងអត់ជាបញ្ហាទេបងប្អូនណា file ដែលសល់វាអត់ជាបញ្ហាទេឬហើយ skip វាទៅបាទក្រោយមកព្រមយើងបិទទៀតនឹងចោលបងប្អូនអញ្ចឹងអា file ដែលយើង delete ហ្នឹងវានឹងរត់ចូលមកនេះនឹងរត់ចូលមកកន្លោននេះណាបងប្អូននេះ recycle bin អញ្ចឹងដើម្បីយើងទៅលុបឲ្យអស់ពីនឹងទៀតយើង select mouse ស្ដាំវាមកហើយយកពាក្យ empty recycle bin នេះបងប្អូនណា empty recycle bin ចុចលើវានឹងមកវានឹងសម្អាត file ដែលយើងលុបពីមិញទាំងអស់លែងឲ្យនៅក្នុងកុំព្យូទ័ររបស់យើងបាទនេះបងប្អូនណាទាំងអស់402 file បាទតែប៉ុណ្ណឹងចប់នឹងវិធីទី2វិធីទី3យើងអាចចុចនេះបងប្អូនណាចុច folder មកបាទ
ចុចចឹងមកបងប្អូនអាចឃើញនេះឃើញត្រាយ C ត្រាយ D អញ្ចឹងបងប្អូនយកម៉ៅដាក់លើត្រាយ C មករួចហើយបងប្អូនចុចម៉ៅស្ដាំរួចហើយយកពាក្យ property បាទ property រួចហើយបងប្អូន select អានេះសិនបាទណាអានេះវិធីមានន័យថាយើងត្រូវរៀបត្រាយឬក៏ clean ត្រាយបាទរួចហើយបងប្អូនយកពាក្យនេះ tool មានពាក្យ security prevention quality general tool hardware sharing អញ្ចឹងបងប្អូនយកចុច select កន្លែង tool បាទនឹងចេញចេះរួចហើយបងប្អូនយក optimize នេះ optimize មានន័យថាយើងរៀបចំត្រាយរបស់យើងឲ្យស្អាតឲ្យល្អកុំឲ្យវាញ៉ៃញ៉ៃអញ្ចឹងណាបងប្អូនរួចចុច optimize វាទៅបាទដល់ពេលចុច optimize ហើយបងប្អូនឃើញគេឲ្យយើង select អានេះឃើញនេះឃើញ select គេអញ្ចឹងយើង select យកត្រាយ C ហ្នឹងមកបាទរួចហើយបងប្អូន optimize វាoptimize វាឲ្យវារត់សិនបងប្អូនណាឲ្យវារត់ទៅរងចាំនេះអូខេមានន័យថា 100% វាចេញពីអូខេហ្នឹងបានបាទរួចរាល់អញ្ចឹងបងប្អូនបិទវិញមកបាទបិទវិញមកមួយទៀតបងប្អូនចុច tool នឹងដែរបងប្អូនអាច check មិនបាច់ check អញ្ចឹងចំណុចដែលខ្ញុំធ្វើមិញ3ចំណុចហ្នឹងជាគន្លឹះសំខាន់បងប្អូនធ្វើតាមរបៀបហ្នឹងទៅកុំព្យូទ័ររបស់យើងនឹងដើរលឿនបាទណានឹងដើរលឿនអញ្ចឹងហើយខ្ញុំបាទសូមធ្វើបង្ហាញនេះបាទដើម្បីបងប្អូនបានយល់បាទសូមភ្លេចជួយ subscribe នៅ channel YouTube របស់ខ្ញុំបាទមួយផងបាទសូមអរគុណសូមជម្រាបលា